ការប្រយុទ្ធគ្នាដោយយន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌានិងប៉ាគីស្ថានជាការប្រណាំងសភាវុធថ្មីនៅអាស៊ីនៅយប់ថ្ងៃទី8 ខែឧសភាអណ្ដាតភ្លើងពណ៌ក្រហមបានរាលដាលពេញផ្ទៃមេឃពេលយប់លើទីក្រុងចាំមូភាគខាងជើងប្រទេសឥណ្ឌាខណៈដែលប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទៅលើយន្តហោះគ្មានមនុស្សបើកមកពីប្រទេសប៉ាគីស្ថាននេះបើយោងតាមទីភ្នាក់ងារ Reuters បានចេញផ្សាយនៅថ្ងៃទី27 ខែឧសភាយោធាឥណ្ឌានិងប៉ាគីស្ថានបានដាក់ពង្រាយយន្តហោះចម្បាំងលំដាប់ខ្ពស់មីស៊ីលធម្មតានិងកាំភ្លើងធំក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាច្រើនទសវត្សរ៍ប៉ុន្តែរយៈពេល4ថ្ងៃនៃការប្រយុទ្ធគ្នាក្នុងខែឧសភាគឺជាលើកទី1ហើយដែលទីក្រុង New Delhi និងទីក្រុង Islamabad បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងកម្រិតប្រឆាំងគ្នាទៅវិញទៅមកការប្រយុទ្ធគ្នាបានបញ្ឈប់បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសខ្លួនថាបានព្រមព្រៀងបិទឈប់បាញ់ប៉ុន្តែមហាអំណាចអាស៊ីខាងត្បូងដែលបានចំណាយជាង96,000 លានដុល្លារលើវិស័យការពារជាតិកាលពីឆ្នាំមុនឥឡូវនេះត្រូវបានជាប់គាំងក្នុងការប្រណាំងអាវុធគ្មានមនុស្សបើកប្រទេសប៉ាគីស្ថាននិងឥណ្ឌាទាំងពីរបានប្រើប្រាស់យន្តហោះចម្បាំងចំនួនចុងក្រោយ 4.5 ក្នុងកំឡុងពេលប៉ះទង្គិចគ្នាចុងក្រោយប៉ុន្តែទីក្រុងអ៊ីស្លាមាបាតមានតែយន្តហោះចម្បាំង J-10 របស់ចិនប្រហែល20គ្រឿងប៉ុណ្ណោះបើធៀបនឹងយន្តហោះចម្បាំង Rafales 34ក្រុង Delhi យោងតាមលោកអូស៊ីម៉ាជុនដានៃក្រុមហ៊ុនចារកម្មការពារជាតិបានឲ្យដឹងថាប្រទេសប៉ាគីស្ថានទំនងជានឹងកសាងទំនាក់ទំនងដែលមានស្រាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងទូគីដើម្បីជំរុញការស្រាវជ្រាវនិងផលិតយន្តហោះគ្មានមនុស្សបើកក្នុងស្រុក